ព្រោះតែភាពអាត្មានិយមការធ្វើប្រហែសក៏ដូចជាទម្លាប់អាក្រក់របស់អតិថិជនមួយចំនួនហើយក៏ជាការខ្ជះខ្ជាយរបស់មន្ត្រីមូលដ្ឋាននៅទីនោះទើបធ្វើឲ្យហេតុការសោកនាដកម្មនេះបានកើតឡើងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញព័ត៌មាននៅក្នុងប្រទេសថៃគឺជាព័ត៌មានដ៏ធំមួយគឺមានមនុស្សរហូតជិត100នាក់នោះដែលស្លាប់នឹងរងរបួសធ្ងន់ទាំងរបួសស្រាលសរុបរឿងហ្នឹងបានកើតឡើងនៅថ្ងៃទី12កក្កដាឆ្នាំ2026ខ្ទង់ជាម៉ោង11ជាង7ចូល12លំដងអាត្រៀតចូលថ្ងៃទី13គឺហេតុការណ៍ហ្នឹងបានកើតឡើងហើយមានមនុស្សម្នាជាច្រើនបានឃើញថាដើមហេតុដែលធ្វើឲ្យអគ្គីភ័យឆាបឆេះនោះគឺចេញពីម្ដុំកន្លែងម៉ាស៊ីនត្រជាក់ម្ដុំឆាកដែលគេសម្ដែងណាហើយចាប់ដើមហុយផ្សែងចាប់ដើមឆេះចេញពីហ្នឹងមកសទុះឡើងគឺដាច់ភ្លើងឈឹងហើយក៏គេលឺសំឡេងទុះមួយយ៉ាងខ្លាំងបន្ទាប់មកមនុស្សម្នាហ្នឹងក៏នាំគ្នារត់ឆ្លេឆ្លាព្រោះអីពេលហ្នឹងគឺដាច់ភ្លើងអស់ហើយម្នាក់នាំគ្នាសវេសវាដែលរកផ្លូវចេញគឺដឹងតែមានហេតុការណ៍អាសន្នកើតឡើងដោយសារតែពេលហ្នឹងដាច់ភ្លើងទាំងអស់អាងឹតផងហើយបូករួមនឹងភាពស្លន់ស្លោរបស់មនុស្សម្នានៅក្នុងហ្នឹងក៏ដូចជាកន្លែងហ្នឹងអត់មានផ្លូវចេញច្រើនទេហើយផ្លូវមាន4ច្រកដែលជាផ្លូវគេថាផ្លូវអាសន្នណាក៏ប៉ុន្តែផ្លូវកន្លែងហ្នឹងគឺបិទអស់ហើយអញ្ចឹងអ្នកខ្លះហ្នឹងក៏រត់ទៅរកកន្លែងផ្លូវហ្នឹងក៏ដូចជាទៅរកបន្ទប់ទឹកគិតថាកន្លែងមានសុវត្ថិភាពតែក៏ត្រូវនេះលក់ភ្លើងរហូតតតែស្លាប់ហេតុការណ៍ទាំងអស់ហ្នឹងយើងអត់ចង់សាយំឬក៏បញ្ចើទៅកាន់ប្រទេសគេព្រោះអីនៅប្រទេសកម្ពុជាយើងក៏ធ្លាប់មានហេតុការណ៍នឹងកើតឡើងម្ដងរួចមកហើយបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ចាំព្រឹត្តិការណ៍ភ្លើងឆេះក្លឹបក្រោមដីនៅសៀមរាបមែនអត់គឺមានមនុស្សបាត់បង់អាយុជីវិតយ៉ាងច្រើនរឿងហ្នឹងក៏គេបានដកស្រង់ចេញជាខ្សែភាពយន្តយកមកប្រចាំល្បីល្បាញរហូតមកដល់ឥឡូវតោះឥឡូវនេះចង់ដឹងតើព័ត៌មានលម្អិតយ៉ាងណាហើយទីតាំងពេលវេលាហេតុអីបានជាធ្វើឲ្យមានរឿងនឹងកើតឡើងការធ្វើប្រហែសរបស់ម្ចាស់ហាងយ៉ាងម៉េចហើយការធ្វើប្រហែសរបស់មន្ត្រីមូលដ្ឋាននឹងយ៉ាងម៉េចតោះខ្ញុំមកនិយាយព័ត៌មានលម្អិតជំរាបជូនបងប្អូនទាំងអស់គ្នាហេតុការណ៍ហ្នឹងបានកើតឡើងនៅហាងអាហារដ្ឋានមួយកន្លែងដែលមានគេលក់ស្រាហាងហ្នឹងតាមពិតទៅដំបូងហ្នឹងគឺគេថាបង្កើតជាភោជនីយដ្ឋានឬក៏ហាងលក់បាយធម្មតាតែមានលក់ស្រាតែគេអត់រាយការណ៍ថាហាងហ្នឹងគឺគេត្រូវបង្កើតដូចជាកន្លែងផាប់កំសាន្តអីទេពេលហ្នឹងមានមនុស្សជាច្រើនមានគ្រប់ភេទទាំងអស់ហ្នឹងចម្រុះគឺទៅផឹកស្រាទៅរំកំសាន្តឬក៏មើលគេសម្ដែងនៅកន្លែងហ្នឹងដែលហាងហ្នឹងឈ្មោះថារោងបៀណាឡាត់ផៅនៅប្រហែលជាយប់ចិត្តអាត្រៀតប្រហែលជាខ្ទង់ម៉ោង10 11មាននៅហ្នឹងគេនិយាយថាដំបូងហ្នឹងគឺគេឃើញមានផ្សែងចេញពីម្ដុំម៉ាស៊ីនត្រជាក់កន្លែងម្ដុំឆាកសម្ដែងហើយមកសន្ទុះក្រោយមកគឺភ្លើងក៏បានដាច់ហ្នឹងហើយបានន័យថាអាចជាបណ្ដាលមកពីការទុះសេខ្សែភ្លើងម្ដុំម៉ាស៊ីនត្រជាក់ប្រហែលជាកន្លែងហ្នឹងវាអញែហើយបន្ទាប់មកហ្នឹងហើយភ្លើងបានដាច់គឺអាងឹតឈឹងហើយក៏លឺសំឡេងផ្ទុះឡើងប៊ឹមហើយមនុស្សម្នាជាច្រើនក៏ស្លន់ស្លោបូករួមនឹងផ្សែងគេថាមានផ្សែងវាភ្លើងវាឆាប់ចាប់ផ្ដើមឆេះចាប់ដើមប្រកាត់ទៅវាមានផ្សែងជាច្រើនដែលខ្មួលខ្មាញ់អញ្ចឹងធ្វើឲ្យម្នាក់គឺភ័យស្លន់ស្លោរកន្លែងដែលថារត់រកកន្លែងផ្លូវចេញប៉ុន្តែគឺពិបាកមែនតើដោយសារតែអាងឹតផងហើយដោយសារតែភាពភ័យផងតែមួយទៀតកន្លែងហ្នឹងគឺអត់មានផ្លូវចេញទៀតអញ្ចឹងធ្វើឲ្យម្នាក់គឺភ័យស្លន់ស្លោរកន្លែងដែលថារត់រកកន្លែងផ្លូវចេញប៉ុន្តែគឺពិបាកមែនតើដោយសារតែអាងឹតផងហើយដោយសារតែភាពភ័យផងតែមួយទៀតកន្លែងហ្នឹងគឺអត់មានផ្លូវចេញទៀតក៏លេចមកមើលក្រុមសង្គ្រោះក៏ដូចជាក្រុមពលរដ្ឋអគ្គីភ័យរបស់ថៃគេហៅថា199ហ្នឹងគឺបានទទួលការរាយការណ៍ថាមានហេតុការណ៍អគ្គីភ័យបានឆាបឆេះទៅក៏បញ្ជូននឹងឯក្រុមសង្គ្រោះក៏ដូចជាក្រុមអគ្គីភ័យទៅកន្លែងដែលកើតហេតុហ្នឹងដល់ខ្ទង់ជាម៉ោង11:57 នាទីចិត្តម៉ោង12រំលងអាត្រៀតពេលដែលក្រុមសង្គ្រោះ199របស់ថៃបានចូលទៅដល់កន្លែងកើតហេតុហ្នឹងឃើញថាភ្លើងគឺវាឆេះអស់ភាគច្រើនទៅហើយវាសឹងតែ70 ទៅ 80% ទៅហើយពេលភ្លាមនោះរបាយការណ៍គេបានស្រង់ថាមានចំនួនអ្នកស្លាប់ហ្នឹង27នាក់ស្រី18នាក់និងប្រុស9នាក់ហើយអ្នករងរបួសហ្នឹង63នាក់របួសធ្ងន់ចំនួន22នាក់របួសជាមធ្យម33នាក់និងរបួសស្រាល8នាក់
ហើយក៏បានសាកសួរអ្នកដែលរត់គេចចេញពីអគីភ័យហ្នឹងថាមានហេតុការណ៍យ៉ាងម៉េចហើយមានមនុស្សប្រមាណអ្នកបាននៅជាប់នៅក្នុងហ្នឹងហើយក៏អ្នកដែលរត់រស់រៀនមានជីវិតក៏បានប្រាប់ថាមនុស្សភាគច្រើនគឺដែលបាត់រត់ឃើញហ្នឹងគឺចូលទៅកន្លែងក្រោយហាងឬក៏កន្លែងក្រោយផាប់ដែលមានបន្ទប់ទឹកគឺថាមានផ្លូវច្រកចេញហ្នឹងគឺភាគច្រើនជាប់គាំងនៅបន្ទប់ទឹកហើយគិតថាកន្លែងហ្នឹងគឺមានច្រកចេញក៏ប៉ុន្តែទៅដល់ហ្នឹងគឺទ្វារបានបិទពួកគេចេញអត់បានទេអញ្ចឹងគឺគេស្រូបផ្សែងពុលធ្វើឲ្យរហូតដល់ស្លាប់នៅម្ដុំនឹងឯងហើយពេលនោះឯងអាជ្ញាធរថៃក៏បើកការស៊ើបអង្កេតតើមានមូលហេតុអីបានភ្លើងឆេះហើយអត់មានមនុស្សម្នាថាភាគច្រើនរត់ចេញអត់បានគឺថាមានរបួសនិងគឺថាបាត់បង់ជីវិតច្រើនមែនទែនហេតុផលដោយគួរឲ្យហួសចិត្តមួយដោយសារតែផ្លូវច្រកអាសន្នទាំង4ហ្នឹងឯងដោយសារអត់បានបើកហ្នឹងគឺដោយសារតែម្ចាស់ហាងគឺបានបិទអត់ឲ្យមានអ្នកណាចេញចូលសេរីដោយសារតែកន្លងមកហ្នឹងគឺធ្លាប់មានភ្ញៀវឬក៏អតិថិជនទៅផឹកស៊ីនៅហាងហ្នឹងហើយគេថាទៅបន្ទប់ទឹកគឺផ្លូវហ្នឹងនៅម្ដុំបន្ទប់ទឹកគេកិច្ចធ្វើទៅបន្ទប់ទឹកហើយគេចេញទៅតាមច្រកក្រោយហ្នឹងអត់បានគិតលុយអត់បានគិតអីឲ្យហាងក៏កន្លែងហាងហ្នឹងគឺគេសម្រេចចិត្តបិទផ្លូវច្រកអាសន្នទាំង4ហ្នឹងហើយគេថាគេមានបុគ្គលិកនៅចាំយាមនៅហ្នឹងបើសិនជាមានអាសន្នហ្នឹងមានបុគ្គលិកហ្នឹងគឺចាំយកសោចាក់ឲ្យភ្ញៀវដែលថាមានអាសន្នអីរត់ចេញពេលដែលមានហេតុការណ៍កើតឡើងពិតប្រាកដគឺអត់មានបុគ្គលិកណានៅចាំចាក់សោចេញទេពួកអីម្នាក់ភ័យអស់ហើយមានណាគេទៅចាប់អារម្មណ៍ដូចថាយកសោចាក់មិនដឹងថាសោនឹងអ្នកណាអ្នកណីអ្នកទុកអីនិយាយទៅគឺរាល់តែប្រាយោរៀងខ្លួនហើយសេចក្តីរាយការណ៍មួយទៀតក៏បាននិយាយថាហាងហ្នឹងគឺដំបូងឡើយគេធ្វើហ្នឹងហើយគេដាក់ច្បាប់ទៅអាជ្ញាធរហ្នឹងគេថាគេបង្កើតជាហាងបាយទេក៏ប៉ុន្តែគេមានលក់ស្រាហើយគេអាចបានប្រាប់ថារាយការណ៍ថាកន្លែងហ្នឹងគឺជាកន្លែងផាប់កន្លែងក្លឹបកំសាន្តទេតាមពិតកន្លែងហ្នឹងគឺគេមិនហៅថាហាងបាយហាងអីទេបើតាមអានេះគេអាចជារាប់ចូលថាជាក្លឹបឬក៏ជាផាប់កំសាន្តទៅហើយប៉ុន្តែគេចុះបញ្ជីឈ្មោះថាជាហាងបាយប៉ុន្តែមានលក់ស្រាអញ្ចឹងអាជ្ញាធរនៅម្ដុំហ្នឹងក៏បានដាក់ច្បាប់រឹតបន្តឹងអីឬក៏ត្រួតពិនិត្យចំពោះហាងហ្នឹងអីច្រើនដែរបើសិនជាហាងហ្នឹងគេចុះឈ្មោះថាអូកន្លែងហ្នឹងគឺជាក្លឹបជាផាប់កំសាន្តអីចឹងទៅក៏អាជ្ញាធរគេចូលទៅពិនិត្យត្រួតឬក៏រឹតបន្តឹងដែរសម្រាប់ព័ត៌មានចុងក្រោយបានរាយការណ៍ថាមានចំនួនអ្នកស្លាប់27នាក់តែមានរបាយការណ៍ខ្លះគេរាយការណ៍ថាចំនួនអ្នកស្លាប់មានរហូតដល់28នាក់ទាំងដែលរបាយការណ៍ដែលនៅក្នុងដៃអាជ្ញាធរហ្នឹងគឺមានតែ27នាក់ទេដែលស្លាប់បាត់បង់ជីវិតអញ្ចឹងបានន័យថាព័ត៌មានហ្នឹងគឺពេលខ្លះមានអ្នកលាក់ខ្លះមានអ្នកនិយាយការពិតហើយចំនួនអ្នករងរបួសសរុបហ្នឹងគឺឡើងទៅដល់70នាក់ដូច្នេះខ្វះតែ2-3នាក់ទៀតគឺគ្រប់100នាក់ទៅហើយចំនួនអ្នកស្លាប់និងរងរបួសដូច្នេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ហើយសូមកុំភ្លេចចុច like subscribe និងចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបានដំណឹងថ្មីឬក៏ព័ត៌មានថ្មី